ខ្ញុំឈរទ្រឹងដៃជើងញ័រទៅទ្រើកភ្នែករបស់ខ្ញុំបានសម្លឹងទៅមើលខ្មោចស្រីនោះដែលកំពុងតែអូសរាងកាយរបស់សុខាបាត់ចូលទៅក្នុងព្រៃដ៏ជ្រៅបំផុតពន្លឺពិលរបស់ខ្ញុំហាក់ដូចជាគ្មានអំណាចអ្វីទេវាមិនអាចឆ្លុះបញ្ចាំងភាពងងឹតដែលកំពុងតែលាបត្របាក់មិត្តភ័ក្តិរបស់ខ្ញុំនោះបានឡើយខ្ញុំពិតជាចង់រត់ទៅតាមណាស់ប៉ុន្តែសំឡេងអ្វីម្យ៉ាងបានបន្លឺឡើងពីក្រោយខ្នងរបស់ខ្ញុំនោះគឺជាសំឡេងលីណានិងបូរីពួកគេបានស្រែកហៅឈ្មោះរបស់ខ្ញុំនិងសុខាគេទាំងពីរបានរត់មកតាមខ្ញុំដោយសារតែខ្ញុំរត់ចេញពីភ្នក់ភ្លើងនោះយូរពេកពន្លឺពិលរបស់ពួកគេបានចាំងមកលើខ្ញុំដែលកំពុងតែញ័រដូចនឹងកូនសត្វនៅពេលពួកគេរត់មកដល់ពួកគេសម្លឹងមើលខ្ញុំរួចក៏សម្លឹងទៅកន្លែងដែលខ្ញុំកំពុងតែបញ្ចាំងពិលទៅនោះប៉ុន្តែវាគ្មានអ្វីទាំងអស់ទូរស័ព្ទរបស់សុខានៅតែធ្លាក់លើដីអេក្រង់បែកប្រេះប៉ុន្តែរូបនាងត្រូវបានខ្មោចចាប់បាត់ទៅហើយចំណែកស្នាមនៅលើដីក៏បាត់អស់រលីងហាក់ដូចជាមិនមានអ្វីកើតឡើងទាល់តែសោះខ្ញុំភ័យស្លន់ស្លោខ្ញុំព្យាយាមចង្អុលទៅក្នុងព្រៃនិងព្យាយាមនិយាយតែខ្ញុំនិយាយមិនចេញបានត្រឹមតែយំហើយនិយាយពាក្យដដែលថាវាយកសុខាទៅហើយបុរីមើលទៅដូចជាខឹងនឹងខ្ញុំខ្លាំងណាស់គាត់ប្រហែលជាគិតថាខ្ញុំនិងសុខាកំពុងតែលេងសើចរឿងឈួតជាមួយគាត់ហើយគាត់បានរើសទូរស័ព្ទរបស់សុខាហើយស្រែកហៅឈ្មោះនាងខ្លាំងលីណាវិញនាងចាប់ផ្ដើមយំនាងរត់មកអោបដៃរបស់ខ្ញុំហើយសួរខ្ញុំទាំងអង្វរថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដខ្ញុំមិនដឹងថាគួរបញ្យល់ពួកគេបែបណាទេតើខ្ញុំគួរប្រាប់ពួកគេថាខ្ញុំបានឃើញខ្មោចអូសុខាចូលទៅក្នុងព្រៃដោយរបៀបណារំពេចនោះសំឡេងមួយបានបន្លឺឡើងវាមិនមែនជាសំឡេងខ្មោចទេសំឡេងនោះនៅឆ្ងាយជ្រៅនៅក្នុងព្រៃវាគឺជាសំឡេងស្រែករបស់សុខានាងកំពុងតែស្រែកឲ្យគេជួយពួកយើងទាំង3នាក់ឈរស្ងៀមស្ងាត់មួយសន្ទុះស្ដាប់សំឡេងនោះសំឡេងបានបន្លឺឡើងម្ដងទៀតកាន់តែខ្សោយទៅហាក់ដូចជានាងកំពុងតែរងទុក្ខខ្លាំងណាស់ពេលនេះភាពសង្ស័យនៅលើមុខរបស់បុរីបានបាត់ទៅអស់វាត្រូវបានជំនួសមកវិញដោយភាពភ័យខ្លាចនិងកំហឹងគាត់មិននិយាយអ្វីទាំងអស់គាត់បានតែយកកាំបិតមួយពីក្នុងឡានយកមកកាន់ក្នុងដៃយ៉ាងណែនហើយងក់ក្បាលទៅកាន់លីណាគាត់សម្រេចចិត្តថានឹងចូលទៅតាមសំឡេងនោះហើយលីណាយំកាន់តែខ្លាំងតែនាងក៏បានងក់ក្បាលយល់ព្រមដែរនាងមិនព្រមចាក់ចេញដោយគ្មានសុខានោះទេចំណែកខ្ញុំវិញដឹងច្បាស់ជាងគេខ្ញុំដឹងថាសំឡេងស្រែកនោះគឺជាអន្ទាក់ខ្មោចនោះកំពុងតែហៅពួកយើងឲ្យចូលទៅក្នុងរូងមរណៈរបស់វាហើយខ្ញុំចង់ខាត់ពួកគេខ្ញុំចង់អង្វរពួកគេឲ្យត្រឡប់ទៅវិញតែខ្ញុំដឹងថាពួកគេនឹងមិនព្រមស្ដាប់ខ្ញុំឡើយដូច្នេះហើយពួកយើងទាំង3ដោយមានបុរីដើរនាំមុខកាន់កាំបិតនិងពិលលីណាដើរនៅកណ្ដាលដៃកាន់ពិលទាំងញ័រហើយខ្ញុំដើរនៅក្រោយគេបង្អស់ពួកយើងចាប់ផ្ដើមឈានជើងចូលទៅក្នុងព្រៃដ៏ងងឹតនោះដើរតាមសំឡេងស្រែករបស់សុខាទិដ្ឋភាពព្រៃនៅពេលយប់ពិតជាខុសពីពេលថ្ងៃខ្លាំងណាស់ដើមឈើធំដែលមើលទៅស្រស់ស្អាតនៅពេលថ្ងៃពេលនេះប្រែទៅជារូបរាងចម្លែកដូចជាដៃយក្សដែលកំពុងតែព្យាយាមចាប់ពួកយើងខ្យល់ត្រជាក់បក់មកប៉ះរាងកាយរបស់ពួកយើងប៉ុន្តែភាពត្រជាក់នៃអារម្មណ៍របស់ខ្ញុំគឺខុសពីពួកគេព្រោះភ្នែករបស់ខ្ញុំគឺជាភ្នែកដែលមានបណ្ដាសាខ្ញុំបានចាប់ផ្ដើមឃើញពួកវាហើយខ្ញុំឃើញពួកវានៅគ្រប់ទីកន្លែងខ្ញុំឃើញមុខមនុស្សចាស់ដែលមានស្បែករលួយផុសចេញពីសម្បកឈើខ្ញុំឃើញស្រមោលក្មេងតូចរត់ចុះរត់ឡើងនៅចន្លោះកំពតព្រៃភ្នែករបស់ពួកគេភ្លឺដូចរងើកភ្លើងពួកវាមិនធ្វើអ្វីពួកយើងទេពួកវាគ្រាន់តែឈរមើលសម្លឹងមើលមកពួកយើងទាំង3ដែលកំពុងតែដើរចូលទៅរកសេចក្តីស្លាប់ខ្ញុំមិនហ៊ានប្រាប់លីណានិងបុរីទេខ្ញុំបានត្រឹមតែដើរអោនមុខហើយសូត្រធម៌ក្នុងចិត្តសំឡេងស្រែករបស់សុខានៅតែបន្លឺឡើងពេលខ្លះហាក់ដូចជានៅជិតពេលខ្លះទៀតហាក់ដូចជានៅឆ្ងាយបុរីចាប់ផ្ដើមឆេវឆាវគាត់កាប់មែកឈើនៅខាងមុខគាត់ប្រាវពួកយើងដើរកាន់តែជ្រៅរហូតដល់ខ្ញុំមិនដឹងថាពួកយើងទៅទិសខាងណានោះទេព្រៃនៅជុំវិញពួកយើងកាន់តែក្រាស់ទៅហើយអាកាសធាតុក៏កាន់តែត្រជាក់រហូតដល់ពួកយើងមកដល់កន្លែងមួយគឺមាត់អូដដែលតែវាមិនមែនជាកន្លែងដែលពួកយើងបានបោះតង់នោះទេកន្លែងនេះទឹកហូរខ្លាំងជាងមុនហើយមានដុំថ្មធំរដេបរដប់ដើម្បីទៅត្រើយមកខាងបានគឺមានតែស្ពានឈើចាស់មួយដែលពុកផុយស្ទើរតែទ្រទ្រង់ទម្ងន់មនុស្សមិនបានផងសំឡេងស្រែករបស់សុខាហាក់ដូចជាមកពីត្រើយមកខាងនៃស្ពាននោះហើយបុរីមិនស្ទាក់ស្ទើរទេ
គាត់យកពិលឆ្លោះមើលស្ពាននោះហើយប្រាប់ពួកយើងឲ្យចាំនៅទីនេះគាត់នឹងទៅមើលតែម្នាក់ឯងគាត់កាន់ដាវជាប់នឹងដៃហើយចាប់ផ្ដើមឈានជើងទៅលើស្ពានចាស់នោះឈើស្ពានបន្លឺឡើងលើសូរក្រេតក្រតគួរឲ្យព្រឺក្បាលបុរីដើរយឺតមួយជំហានម្ដងខ្ញុំឈរមើលគាត់ដោយបេះដូងលោតញាប់ភ្នែករបស់ខ្ញុំសម្លឹងមើលទៅផ្ទៃទឹកងងឹតនៅខាងក្រោមស្ពានទឹកនៅកន្លែងនេះហាក់ដូចជាជប់ហូរវាងងឹតនិងស្ងៀមស្ងាត់ខុសពីធម្មតាពេលដែលបុរីដើរជិតដល់ពាក់កណ្ដាលស្ពានខ្ញុំក៏បានឃើញវាគឺជាខ្មោចទឹកនោះហើយនាងកំពុងតែផុសចេញពីក្នុងទឹកយ៉ាងស្ងៀមស្ងាត់នៅពីក្រោយបុរីនាងផុសតែពាក់កណ្ដាលខ្លួនមុខរបស់នាងពេលនេះគឺគ្មានសក់បិទបាំងនោះទេភ្នែករបស់នាងសក្រឡោតហើយមាត់របស់នាងកំពុងតែញញឹមគួរឲ្យខ្លាចជាទីបំផុតខ្ញុំចង់ស្រែកប្រាប់ឲ្យបុរីរត់តែវាហួសពេលទៅហើយដៃដ៏សស្លេកទាំងពីររបស់ខ្មោចស្រីនោះបានលូកចេញពីទឹកចាប់ជើងទាំងពីររបស់បុរីយ៉ាងខ្លាំងបុរីស្រែកឡើងមួយអស់សំឡេងគាត់ព្យាយាមដកដាវរបស់គាត់ដើម្បីតតាំងជាមួយខ្មោចតែខ្មោចវាមានកម្លាំងខ្លាំងជាងវាក៏ទាញគាត់មួយទំហឹងធ្វើឲ្យគាត់ធ្លាក់ពីលើស្ពានបោកក្បាលទៅនឹងដុំថ្មរួចក៏បាត់ចូលទៅក្នុងទឹកងងឹតនោះភ្លាមទៅពិលរបស់គាត់បានធ្លាក់ហើយរលត់ភ្លាមបន្សល់ទុកតែសំឡេងទឹកដែលកំពុងហូរព្រមទាំងភាពស្ងៀមស្ងាត់ដ៏គួរឲ្យខ្លាចលីណាស្រែកយំយ៉ាងខ្លាំងនាងស្ទើរតែដួលសន្លប់ទៅហើយឯខ្ញុំឈរភាំងខ្ញុំទើបតែបានឃើញមិត្តរបស់ខ្ញុំស្លាប់នៅមុខរបស់ខ្ញុំគឺស្លាប់ដោយសារតែខ្មោចតែខ្ញុំមិនអាចជួយអ្វីបានទេសំឡេងស្រែករបស់សុខាក៏បានឈប់បន្លឺឡើងដែរពេលនេះខ្ញុំច្បាស់ហើយវាមិនមែនជាសំឡេងសុខាទេវាគឺជាសំឡេងខ្មោចដែលធ្វើត្រាប់តាមនាងខ្ញុំដឹងថាពួកយើងត្រូវតែរត់ខ្ញុំចាប់ដៃលីណាហើយអូសនាងរត់ត្រឡប់ក្រោយដើម្បីចេញពីទីនេះលីណារត់បណ្ដើរយំបណ្ដើរនាងមិនដឹងថានាងកំពុងតែរត់ទៅណាទេពួកយើងរត់ដោយគ្មានទិសដៅរត់ទៅឲ្យឆ្ងាយពីមាត់អូរមរណៈនោះព្រៃហាក់ដូចជាកំពុងតែលេងសើចជាមួយពួកយើងណាពួកយើងរត់ហើយរត់ទៀតប៉ុន្តែដូចជារត់មិនផុតសោះដើមឈើដែលពួកយើងរត់កាត់នោះហាក់ដូចជានៅដដែលទីបំផុតពួកយើងទាំងពីរនាក់ក៏បានរត់មកដល់កន្លែងវាលមួយខ្ញុំស្គាល់ទីនេះព្រោះវាគឺជាដើមជ្រៃធំជាកន្លែងដែលសុខាបានបាត់ខ្លួនព្រៃនេះបាននាំពួកយើងត្រឡប់មកកន្លែងដើមវិញពួកយើងជាប់អន្ទាក់ហើយលីណាហត់ពេកក៏ដួលទៅលើដីនៅក្បែរឫសជ្រៃធំនោះនាងយំហើយនិយាយថានាងទៅមុខទៀតលែងរួចហើយនាងសុំឲ្យខ្ញុំរត់ចោលនាងទៅចុះខ្ញុំឈរមើលនាងទាំងអស់សង្ឃឹមខ្ញុំក៏ដួលទៅក្បែរនាងដែរខ្ញុំអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តខ្ញុំយកពិលឆ្លោះនៅជុំវិញខ្លួនឃើញស្រមោលខ្មោចជាច្រើនកំពុងតែឈរនៅជុំវិញពួកយើងពួកវាកំពុងតែរងចាំគឺចាំមើលពួកយើងស្លាប់លីណាដែលកំពុងតែអង្គុយយំផ្អែកទៅនឹងដើមជ្រៃស្រាប់តែនាងឈប់យំនាងងើបមុខឡើងសម្លឹងមកខ្ញុំទាំងភ្នែកសស្គុះនាងចាប់ផ្ដើមនិយាយតែសំឡេងនោះមិនមែនជាសំឡេងរបស់នាងទេវាគឺជាសំឡេងមនុស្សចាស់ក្រឡនិយាយទាំងកំហឹងពួកឯងមកទីនេះធ្វើឲ្យទីនេះកខ្វក់ពួកឯងត្រូវតែសងខ្ញុំដឹងភ្លាមព្រលឹងអ្វីម្យ៉ាងបានចូលសន្ធិដ្ឋនាងហើយខ្ញុំរំកិលខ្លួនថយក្រោយលីណាក៏ចាប់ផ្ដើមសើចសំឡេងសើចរបស់នាងគួរឲ្យខ្លាចជាងសំឡេងយំរបស់នាងទៅទៀតរំពេចនោះឫសជ្រៃដែលនៅជុំវិញនាងដែលមើលទៅគ្មានជីវិតនោះក៏ចាប់ផ្ដើមធ្វើចលនាពួកវាធ្វើចលនាដូចជាសត្វពស់លូនមកពាត់ជើងរបស់លីណាហាក់ដូចជាបានដឹងខ្លួនឡើងវិញនាងស្រែកឡើងយ៉ាងខ្លាំងនៅពេលដែលឃើញឫសឈើទាំងនោះនាងព្យាយាមក្រោកឡើងតែឫសឈើទាំងនោះបានរឹតខ្លួនប្រាណរបស់នាងកាន់តែខ្លាំងខ្ញុំព្យាយាមរត់ទៅជួយតែឫសឈើជាច្រើនផ្សេងទៀតបានផុសចេញពីដីរារាំងផ្លូវខ្ញុំដូចជារបងបន្លាខ្ញុំបានត្រឹមតែឈរមើលឫសឈើទាំងនោះរឹតលីណាកាន់តែខ្លាំងឡើងរហូតដល់ខ្ញុំឮសំឡេងឆ្អឹងរបស់នាងបាក់នាងស្រែកមួយអស់សំឡេងចុងក្រោយមុនពេលដែលឫសឈើទាំងនោះបានទាញនាងចូលទៅក្នុងដីបាត់រូបនៅនឹងមុខខ្ញុំបន្សល់ទុកតែភាពស្ងៀមស្ងាត់និងដៃម្ខាងរបស់នាងដែលនៅលៀនចេញពីដីទាំងត្រដោះខ្យល់មុនពេលដែលនាងត្រូវបានទាញចូលទៅទាំងអស់នោះខ្ញុំដួលទៅនឹងដីអ្វីគ្រប់យ៉ាងបានចាប់ហើយសុខាបុរីហើយឥឡូវនេះលីណាពួកគេស្លាប់អស់ទៅហើយគឺនៅសល់តែខ្ញុំម្នាក់ឯងនៅកណ្ដាលព្រៃដែលពោពេញទៅដោយព្រលឹងខ្មោចខ្ញុំអង្គុយនៅទីនោះមិនដឹងថាយូរប៉ុណ្ណាទេខ្ញុំលែងយំទៀតហើយគឺខ្ញុំគ្មានទឹកភ្នែកសម្រាប់យំទៀតទេខ្មោចស្រីក្នុងទឹកនោះបានដើរចេញពីក្រោយដើមជ្រៃនាងដើរមកឈប់នៅពីមុខខ្ញុំនាងសម្លឹងមើលមកខ្ញុំ
តែពេលនេះភ្នែករបស់នាងលែងមានកំហឹងទៀតហើយនាងមិនបានធ្វើអ្វីខ្ញុំទេនាងគ្រាន់តែឈរសម្លឹងមើលខ្ញុំយល់ហើយរបស់នោះមិនបានចង់សម្លាប់ខ្ញុំទេខ្ញុំដែលអាចមើលឃើញពួកគេមិនមែនជាគោលដៅរបស់គេទេគោលដៅរបស់គេគឺមិត្តភ័ក្តិរបស់ខ្ញុំដែលបានចូលមករំខានទីកន្លែងរបស់គេពាក្យដែលដេញឲ្យខ្ញុំទៅវាមិនមែនជាការគំរាមកំហែងទេវាគ្រាន់តែជាការព្រមានប៉ុណ្ណោះខ្ញុំមិនដឹងថាខ្ញុំបានកម្លាំងមកពីណាទេខ្ញុំក៏ស្ទុះក្រោកឈរហើយចាប់ផ្ដើមដើរដោយគ្មានទិសដៅដើរចេញពីដើមជ្រៃមរណៈនោះខ្មោចទាំងនោះមិនបានដេញតាមខ្ញុំទៀតទេពួកវាគ្រាន់តែឈរមើលខ្ញុំពីចម្ងាយខ្ញុំដើររហូតដល់ខ្ញុំបានឃើញពន្លឺភ្លើងព្រឹមវាជាភ្នក់ភ្លើងនៅកន្លែងបោះតង់របស់ពួកយើងភ្លើងនោះជិតរលត់អស់ទៅហើយនៅសល់តែរងើកក្រហមខ្ញុំដើរមកដល់តង់របស់ពួកយើងហើយក៏ដួលទៅលើដីខ្ញុំជាអ្នករស់រានមានជីវិតតែម្នាក់គត់តែខ្ញុំត្រូវជាប់នៅក្នុងព្រៃនេះតែម្នាក់ឯងជាមួយនឹងព្រលឹងខ្មោចដែលកំពុងតែឃ្លាំមើលខ្ញុំពីគ្រប់ទិសទី